ជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីក្នុងវីដេអូនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែងដែលស្ថិតនៅក្នុងទីរួមខេត្តតាកែវរមណីយដ្ឋាននោះមានឈ្មោះថាប្រាសាទភ្នំដាដូច្នេះសូមរីករាយទស្សនាដូចតទៅប្រាសាទភ្នំដាភ្នំដាស្ថិតនៅភូមិព្រែកតាផឃុំគុកថ្លុកស្រុកអង្គរបុរីស្ថិតនៅខាងកើតទីរួមខេត្តតាកែវដែលជាភូមិសាស្ត្រលិចទឹក6ខែនិនគោក6ខែមានចម្ងាយ102គីឡូម៉ែត្រពីភ្នំពេញនិង24គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវទឹកព្រះជីកភ្នំដាជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងកែច្នៃដែលបម្រើឲ្យភ្ញៀវទេសចរសម្រាប់លំហែនិងសិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាដ៏យូរលង់ណាស់មកហើយរីឯទេសភាពវិញមានសម្រស់ស្រស់ស្អាតគួរឲ្យចង់គយគន់ទាំងនៅរដូវវស្សាដែលមានផ្ទៃទឹកធំល្ហល្ហេវនិងរដូវប្រាំងដែលមានវាលស្រែខៀវស្រងាត់ប្រាសាទភ្នំដាស្ថាបនាលើកូនភ្នំតូចមួយខឹងសតវត្សទី6ប្រហែលជាដោយព្រះមហាក្សត្រដែលគ្រងរាជនៅចំសម័យនគរភ្នំព្រះនាមរតរវរ្ម័នតាមការបញ្ជារបស់លោកមីព្រីណូប្រវត្តិវិទូបារាំងប្រាសាទភ្នំនេះធ្វើអំពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់ពុំមានកំផែងព័ទ្ធជុំវិញទេហើយបែរមុខឆ្ពោះទៅទិសខាងជើងកំពូលប្រាសាទត្រូវបាក់កបែកមួយផ្នែកធំក្បានទេដែលរចនាជារឿងកសមុទ្រទឹកដោះក៏បាក់បែកជាពីរផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទុំប្រាសាទនេះមានរាងជាការ៉េទំហំ12ម៉ែត្រគុណ12ម៉ែត្រកម្ពស់18ម៉ែត្រមានទ្វារ4ក្នុងនោះទ្វារពិត1និងទ្វារបញ្ឆោត3បែរមុខទៅទិសខាងជើងសម្ដៅរាជធានីនគរគោកថ្លុកនៅតាមចង្កៀងភ្នំមានរូងសិប្បនិមិត្តចំនួន5ដែលបង្ហាញពីរចនាប័ទ្មភ្នំដាកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងរចនាប័ទ្មនៅប្រទេសឥណ្ឌាក្នុងរូងនោះមានលិង្គនិងយោនីជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនារូងមួយត្រូវបានគេប្រើប្រាស់ជាឆាបនដ្ឋានក្នុងចន្លោះឆ្នាំ1975ដល់1979នៅប៉ែកនៃរដីនៃប្រាសាទភ្នំដាចម្ងាយប្រមាណ300ម៉ែត្រមានប្រាសាទមួយទៀតដែលស្ថាបនាអំពីថ្មពពុះ2ជាន់បែរមុខទៅរកទិសខាងជើងមានទ្វារ2និងបង្រួច5តាមរចនាប័ទ្មបែបឥណ្ឌាមានឈ្មោះអាស្រមមហាឥសីប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី1នៃសម័យចិនឡានាចុងសតវត្សទី6ប្រាសាទនេះមានទំហំ 5.5 គុណនឹង 5.5 ម៉ែត្រកម្ពស់7ម៉ែត្រនៅឆ្នាំ1992សមាជិកជនមានតាជីដូនជីបានរៀបចំកសាងវត្តមួយឡើងនៅភៀងខាងត្បូងភ្នំឈ្មោះថាវត្តភ្នំដាក្នុងរយៈពេលកន្លងមកដោយសារមូលហេតុសង្គ្រាមជាង2ទសវត្សរ៍ផ្លូវតផ្ទាល់ទៅស្រុកអង្គរបុរីត្រូវបានខូចខាតស្ទើរទាំងស្រុងបង្កការលំបាកយ៉ាងច្រើនក្នុងការធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំដាដោយដំបូងមានស្ថានភាពលិចទឹកប៉ុន្តែអាស្រ័យដោយមានគោលបំណងស្វែងយល់ចង់ចេះចង់ដឹងអំពីសក្តានុពលភាពវប្បធម៌នាសម័យកោះកុកធ្លុកនោះញៀវទេសចរប្រវត្តិសាស្ត្រជាតិនិងអន្តរជាតិបានពុះពៀមិនខ្លាចនឿយហត់ចូលទៅទស្សនាជាហួសហេដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីស្នាដៃដែលជាកេរដំណែលល្បីល្បាញនៃបុព្វបុរសខ្មែរយើងជំនាន់ដើមក្រោយឆ្នាំ1979អាជ្ញាធរខេត្តតាកែវបានកសាងផ្លូវទឹកមួយមានឈ្មោះប្រឡាយលេខ15ចេញពីទីរួមខេត្តតាកែវឆ្ពោះទៅកាន់ស្រុកអង្គរបុរីធ្វើឲ្យមានលក្ខណៈងាយស្រួលមួយកម្រិតប៉ុន្តែកំណត់ផ្លូវពីអង្គរបុរីទៅភ្នំដាមើលជួបការលំបាកជាច្រើនដដែលហើយនៅរដូវទឹកឡើងតំបន់នោះក្លាយទៅជាតំបន់លិចទឹកលើកឡើងតែនឹងភ្នំអង្គរបុរីពេលដែលលំបាកធ្វើដំណើរទៅកាន់ភ្នំជាជាងគេគឺនៅខេត្តស្ទើរទឹកស្ទើរគោកសូមអរគុណចំពោះការទស្សនាតាំងពីដើមដល់ចប់បើអស់លោកអ្នកពេញចិត្តនឹងវីដេអូនេះសូមចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូល្អៗលើកក្រោយទៀតសូមអរគុណ